អូខេសួស្តីជម្រាបសួរសួស្តីមានឃើញទេសភាពនៅខាងក្រោយខ្នងខ្ញុំនេះហ៎ឃើញទេមានភ្នំមានចំការច្រើនមានចំការដលងមានចំការអីគេជុំវិញច្រើនណាខ្ញុំអញ្ចឹងដោយសារនេះមកដល់កន្លែងនេះវាទេសភាពក៏ស្អាតខ្យល់អាកាសក៏បរិសុទ្ធអញ្ចឹងវាធ្វើឲ្យការគិតចិត្តគំនិតរបស់យើងហ្នឹងក៏វាស្រឡះទៅតាមនឹងដែរអញ្ចឹងក្នុងជីវិតរបស់យើងគ្រប់គ្នាណាបើយើងចេះរៀបចំជីវិតយើងឲ្យវាតាមទៅធម្មជាតិរបស់យើងអត់សូវជាកើតទុកប្រមាណទេយើងមើលព្រៃខាងក្រៅខ្នងខ្ញុំចិត្តលបងនេះជាប់លបងក្រៅខ្នងខ្ញុំនេះតាមពិតវាជាព្រៃឯងវាធម្មជាតិរបស់វាគឺជាព្រៃប៉ុន្តែនៅពេលដែលព្រៃហ្នឹងវាមានខ្យល់វាមានអីវាមានសត្វសម្លេងសត្វយំវាមានអីចឹងវាធ្វើឲ្យអាធម្មជាតិរបស់ព្រៃហ្នឹងវាទៅជាអារម្មណ៍មួយផ្សេងទៀតណាអញ្ចឹងខ្ញុំចង់មានន័យថាមនុស្សយើងកុំព្យាយាមធ្វើអីដែលមិនមែនជាខ្លួនឯងធ្វើតាមខ្លួនឯងឲ្យច្រើនធ្វើរឿងដែលត្រឹមត្រូវហើយហ្នឹងហើយបើយើងធ្វើរឿងត្រឹមត្រូវធ្វើរឿងស្របច្បាប់គឺអស់កង្វល់ហើយវាគ្មានអីទៀតទេវាមានតែប៉ុណ្្នឹងឯងអញ្ចឹងយើងកុំឃើញគេលយកុំឃើញគេហឺហាកុំឃើញគេអីយើងសង្ខំរៀបចំខ្លួនទៅតាមគេវាធ្វើឲ្យខ្លួនឯងហត់វាធ្វើឲ្យខ្លួនឯងលំបាកយូរទៅហត់នឿយនឹងជីវិតខ្លួនឯងតែម្ដងតែហត់នឿយនឹងជីវិតខ្លួនឯងគឺពិបាកអញ្ចឹងណាអញ្ចឹងសូមឲ្យយើងទទួលនៅអ្វីដែលជារបស់យើងហើយធ្វើទៅតាមធម្មជាតិរបស់យើងអរគុណជួបគ្នានៅពេលក្រោយ